បាទជំរាបសួរខានជួបគ្នាយូរហើយខ្ញុំក៏ខានជាវីដេអូយូរមកហើយដោយសារខ្ញុំមានភារកិច្ចផ្ទាល់ខ្លួនខ្ញុំដែរច្រើនមួយរយៈនេះហើយយើងក៏បានដឹងហើយអំពីបញ្ហាព្រំដែនរវាងកម្ពុជាជាមួយនឹងថៃបាទគឺប្រមាណនេះគឺមានសភាពស្ងាត់រដ្ឋាភិបាលរបស់យើងគឺលោកមានភាពចាស់ទុំហើយក៏ដូចជាការមិនតបទាំងអស់នៅពេលភាគីម្ខាងទៀតនោះមានការផ្ទុះមានការបាញ់អានឹងគឺជារឿងរបស់គេតែសម្រាប់ភាពមើងម៉ាត់ម៉ត់ចត់បញ្ជាគឺខាងយើងគឺមានការផ្ទុះក៏គ្មានការឆ្លោយដែរគឺយើងប្រើយន្តការកាត់ទូតក៏ដូចជាយន្តការនៃការចរចាដោយចូលទៅលើគោលការណ៍ច្បាប់ហើយបរិបទនេះគឺយើងមានហៅថាសន្ទុះខ្លាំងទៅលើការទូតបណ្ដាប្រទេសជាមិត្តរបស់កម្ពុជាគេគ្រប់គ្រងកម្ពុជាយើងតែម្ដងដោយសារយើងបង្ហាញនូវភាពហៅថាច្បាស់លាស់សច្ចធម៌ក៏ដូចជាបង្ហាញនូវតម្លាភាពគឺយើងឲ្យក៏មានសង្កេតការចុះទៅផ្ទាល់តែម្ដងនៅតាមបណ្ដាព្រំដែនក៏ដូចជាកន្លែងដែលមានបញ្ហាជាមួយនឹងភាគីថៃបើឈោងទៅលើគោលការណ៍បទពិសោធន៍ក៏ដូចជាអំពីនៃការដឹកនាំយើងឃើញថាតាំងពីសម័យសម្ដេចតេជោរហូតមកបច្ចុប្បន្នដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតលោកកាន់អំណាចជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលរបស់លោកពោលបញ្ដោយគេថាមន្ត្រីដែលមានសមត្ថភាពពេញតែម្ដងត្រង់កន្លែងនេះខ្ញុំនឹងលើកមួយដែលខ្ញុំអាសាចែកចម្លែកទាក់ទងទៅនឹងបទពិសោធន៍នៃការងារបាទសំខាន់ណាស់គឺបទពិសោធន៍នៃការងារដែលយើងបានធ្វើឲ្យបន្សល់ស្នាដៃទុកឲ្យអ្នកជំនាន់ក្រោយដោយយើងចេះបណ្ណាក៏ដោយប៉ុន្តែបើយើងកង្វះខាតនៃបទពិសោធន៍នៃការងារគឺយើងមានការលំបាកហេតុអីការសម្រេចចិត្តណាមួយតាក់ទងទៅនឹងកិច្ចការវិទ្យាជាតិកិច្ចការនយោបាយទីមទាវយើងមានភាពច្បាស់លាស់មានបទពិសោធន៍នៃការគិតចុះបច្ចុប្បន្នរបស់យើងឃើញហើយគឺសម្ដេចតេជោក៏ដូចជាមន្ត្រីរបស់សម្ដេចដែលមានបទពិសោធន៍រាប់សិបឆ្នាំបាទលោកនៅពីក្រោយរដ្ឋាភិបាលលោកផ្ដល់ដំបូន្មានដល់រដ្ឋាភិបាលនៅភាពចាស់ទុំផ្នែកនយោបាយក៏ដូចជាបទពិសោធន៍ដែលសម្ដេចតេជោក៏ដូចជាមន្ត្រីរបស់សម្ដេចតេជោបានផ្ដល់នៅចំណេះដឹងដូចជាបទពិសោធន៍មកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នការគ្រប់គ្រងដោយឈោងទៅលើភាពចេះដឹងជារឿងមួយប៉ុន្តែពេលការសម្រេចចិត្តដោយគ្មានបទពិសោធន៍ធ្វើឲ្យមានការលំបាកខ្លាំងតែម្ដងត្រង់ចំណុចនេះយើងមើលភាគីម្ខាងទៀតថៃដូចជាមានភាពឆេវឆាយភាពក្រីក្រោធជាមួយនៅខាងកម្ពុជាយើងខ្លាំងណាស់ខ្ញុំទទួលស្គាល់ថាប្រទេសគាត់ធំប្រជាជនគាត់ច្រើន GDP សេដ្ឋកិច្ចគាត់ខ្លាំងខ្ញុំទទួលស្គាល់បាទប៉ុន្តែកម្ពុជារបស់យើងក៏យើងមិនអន់ដែរគឺយើងខ្លាំងដូចគ្នាយើងកសាងពីប្រទេសយើងដែលផ្លេផងរីកចម្រើនសេដ្ឋកិច្ចដែលមានហៅថាទូចរហូតដល់សេដ្ឋកិច្ចយើងធំ GDP របស់យើងគឺមួយឆ្នាំចូល40,000 លានដែរយើងមើលកិច្ចការសម្ព័ន្ធរបស់យើងនេះពេលបច្ចុប្បន្នគឺយើងមានការអភិវឌ្ឍខ្សែក្បាត់ក្រុងទឹកភ្លើងផ្លូវថ្នល់សាលារីកចម្រើនម្ដងមកនេះទៀតយើងមើលនៃការគ្រប់គ្រងរបស់ប្រទេសរបស់យើងគឺយើងអត់មានចលាចលទេគឺស្ថិរភាពតែដែលធនាគារគ្មានការដកលុយហាងទំនិញគ្មានការឡើងថ្លៃអត់ទាំងអស់មិនត្រឹមតែប៉ុណ្ណោះធ្វើផលិតផលជាតិយើងនេះដែលកូនខ្មែរផលិតនេះគឺមានទីផ្សារខ្លាំងជាងមុនខ្លាំងមែនទែនបាទ
របស់ខ្លះត្រូវបានសើដាច់ស្តុកអត់លើកទាន់ដោយសារយើងបង្វែរនៃការគិតនៃការប្រើប្រាស់មកគ្រប់គ្រងរដ្ឋផលរបស់ជាតិយើងនេះហើយបង្ហាញថាឆន្ទៈជាតិខ្មែរគឺជាតិនិយមយើងមើលតំណែងថៃអារម្មណ៍នេះសឹងតែ99% នៃការជាជនខ្មែរយើងលេងប្រើអ្នកយកចុះតែយើងអត់ប្រើយើងទៅមើលតាមបណ្ដាហាងតាមបណ្ដាស្ថានីយ៍ឬក៏កន្លែងផ្សេងគឺទឹកណាស់ដែលខ្មែរយើងចូលទៅទិញគាត់យល់តែខ្ញុំចង់និយាយថារដ្ឋាភិបាលគឺលោកអត់បានបិទទេគឺដោយសារបុគ្គលនីមួយៗគឺចិត្តនិយមខ្លួនឯងបាទយើងឃើញហើយការបាញ់ការទម្លាក់ការធ្វើបាបការចាប់ព្រះកងទ័ពរបស់យើងបាសស្មារតីចិត្តយើងខ្លាំងបាទទាំងចំណុចនេះតើតើនឹងបទពិសោធន៍គឺយើងខ្លាំងយើងឆ្លងកាត់នៅសង្គ្រាមផ្ទៃក្នុងតើសួរតើមានហេតុផលណាដែលខ្មែរយើងចង់ធ្វើសង្គ្រាមតើមានហេតុផលណាប្រទេសតូចចង់ទៅឈ្លានពានប្រទេសធំដែលមានសេដ្ឋកិច្ចធំជាងយើងជាជនធំជាងយើងតើវាមានហេតុផលអត់វាអត់មានហេតុផលបាទជាងការលើកឡើងរបស់ភាគីប្រធានតែថៃលើកឡើងថាខ្មែរឈ្លានពានខ្មែរចង់បានទឹកដីខ្មែរបង្កើតបញ្ហាហើយវាអត់ត្រឹមត្រូវបាទបើសិនជាថៃមានភាពច្បាស់លាស់ខ្លួនឯងត្រឹមត្រូវយើងទៅតុលាការអន្តរជាតិតតាំងពីលើហ្នឹងទៅបាទមិនធ្វើវិគីទេបាទយើងបើកតម្លាភាពសុចរិតភាពទៅតាមបណ្ដោយព្រំដែនទៅតាមកន្លែងដែលមានទំនាស់យើងឲ្យអ្នកស្គាល់ការចូលទៅបាទយើងឲ្យបិទទេមិនត្រឹមតែប៉ុណ្ណោះយើងក៏បានធ្វើគេហៅថាការទូតបើយើងទៅផកគេអត់ជឿយើងទេតែចង់នៅប្រទេសមហាអំណាចគេមិនល្ងងគេឆ្លាតគេដឹកនាំពិភពលោកហើយគេទៅមកចាញ់បោកយើងបើខ្មែរទៅផកក្នុងគេជឿគេមិនជឿទេបាទវាមិនអាចតែម្ដងហើយយើងមើលថែមទៀតហើយបានខ្មែរឈ្នះសង្គ្រាមការទូតយើងមើលបច្ចេកវិទ្យារបស់យើងប្រទេសរបស់យើងប្រជាជនទឹកតែខ្លឹម smartphone ប្រើពេញដៃប្រព័ន្ធអ៊ីនធឺណិតសឹងតែគ្រប់ដណ្ដប់ពេញប្រទេសប្រព័ន្ធ cell card ប្រព័ន្ធ smartphone ផ្សេងគឺមានគ្រប់បែបយ៉ាងងាយស្រួលក្នុងការប្រើប្រាស់ទៅទៀតទី2យើងមើលទៅតាមបណ្ដាហាងកាហ្វេតាមsupermarket ធំឬក៏កន្លែងមួយចំនួនធំគឺសិតមាន Wi-Fi ប្រើទាំងអស់គឺមានភាពងាយស្រួលតិចនឹងច្រើនប្រជាជនយើងទទួលបានព័ត៌មានហើយព័ត៌មានរបស់យើងគឺយើងចូលទៅលើគោលការណ៍វិជ្ជាជីវៈត្រឹមត្រូវយើងស្ដាប់រដ្ឋាភិបាលយើងមកចិត្តបាតណាបាត់នៃអត់ទេគឺពិសេសខ្ញុំមិននិយាយទាក់ទងទៅនឹងគេហៅថាមនុស្សអគតិដែលបង្កើតព័ត៌មានខ្លាំងៗខ្ញុំអត់និយាយទេមានតែអ្វីដែលជាផ្លូវច្បាប់អ្វីដែលជាការគោរពរបស់ប្រទេសរបស់យើងសង្គ្រាមការទូតគឺខ្លាំងជាងសង្គ្រាមនុយក្លេអ៊ែរទៅទៀតដូចខ្ញុំទៅសេចឹងបាទនុយក្លេអ៊ែរមិនអាចបាញ់បានទេអារម្មណ៍នេះគឺអត់មានទេមានតែនៅឆ្នាំ1945នៅពេលដែលអាមេរិកទម្លាក់ក្របបែកឈ្មោះដល់2គ្រាប់ខេមគឺក៏អត់ដែលមានបាញ់នុយក្លេអ៊ែរទេមានតែការសាកការតេស្តតែប៉ុណ្ណោះតើបាញ់ពីប្រទេសមួយទៅប្រទេសមួយផ្ទុះគឺយើងអត់មានទេពីព្រោះខុសច្បាប់អន្តរជាតិគេនឹងថ្កោលទោសតែបាញ់ទៅគេហើយគេផ្សងគាត់ឯងខ្ទេចអញ្ចឹងវាអត់មានចុះអ្វីដែលមានគឺសង្គ្រាមការទូតសង្គ្រាមពុកវិជានេះហើយគឺខ្លាំងពីមួយទៅមួយពីមុនមកគេអត់ជឿយើងគេថាយើងប្រទេសយើងចេះចោះប៉ុន្តែឥឡូវគេជឿយើងគេស្ដាប់យើងដោយសារភាពទៀងត្រង់ភាពស្មោះត្រង់ហើយយកបទពិសោធន៍នៃការដឹកនាំរបស់រដ្ឋាភិបាលរបស់យើងរៀនចេះជំនាញសាលាយើងចប់ដល់ Master ក៏ដោយអីក៏ដោយប៉ុន្តែអបអរសាទក៏ពិបាកដែរប៉ុន្តែយើងធ្វើការផង
រៀនផងបាត់សតដល់តំគ្នាហើយបើយើងអនុវត្តតាមដើមទីមកពេលមានអ្នកចេះគូក្បាលចំណងថ្មីមកចូលកាន់ហើយយើងបបពិសោធន៍មកបន្ថែមខ្លាំងណាស់ជួនតម្លៃនៃការងារបបពិសោធន៍គឺខ្ញុំឲ្យតម្លៃខ្លាំងយើងមើលថៃគឺគាត់លោកវិឆេងកឆាញញ៉ៃបាទតែខ្មែរយើងក៏អត់ដែរស្ដាប់មេស្ដាប់កោយជាវីដេអូរបស់ខ្ញុំមិនច្រើនទេត្រឹមតែ10នាទីបាទបើសិនលើទៅមានចំណណាខ្វះខាតមកគ្រប់ខ្ញុំជួយសូមថាខន្តីអភ័យទោសបាទសូមអរគុណ